សួស្តីប្រិយមិត្តអ្នកស្ដាប់ស្វាគមន៍មកកាន់ពិភពនៃភាពងងឹតពិភពដែលវិជាសាស្ត្រនិងពិបាកបកស្រាយរាត្រីនេះខ្ញុំមានរឿងរ៉ាវដ៏ព្រឺព្រួចមួយដែលម្ចាស់រឿងផ្ទាល់បានអះអាងថាវាជាបទពិសោធន៍ពិតដែលគាត់ចងចាំមិនអាចបំភ្លេចបានពេញមួយជីវិតសូម្បីតែពេលដែលគាត់សរសេររឿងនេះផ្ញើមកកាន់យើងក៏ដៃរបស់គាត់នៅញាក់ព្រោះតែភាពភ័យខ្លាចដែលនៅតែដកជាប់នៅក្នុងសោតវិញ្ញាណរឿងរ៉ាវនៅក្នុងរាត្រីនេះគឺជារឿងរ៉ាវរបស់បងប្រុសម្នាក់ដែលគាត់បានឲ្យយើងហៅឈ្មោះគាត់ថាសឹងគឺជាយុវជនអ្នកដែលមានឈាមជ័រជាអ្នករកស៊ីនិងចូលចិត្តភាពឯករាជ្យគាត់ជាមនុស្សមានចិត្តក្លាហាននិងមិនងាយជឿទៅលើរឿងអរូបីនោះទេប៉ុន្តែគាត់ក៏ជាមនុស្សដែលមានភាពប្រុងប្រយ័ត្នខ្ពស់ដែរអត្តចរិតរបស់សឹងគឺជាមនុស្សដែលពូកែដោះស្រាយបញ្ហានៅចំពោះមុខដែលចំណុចនេះហើយជាចំណុចសំខាន់ដែលធ្វើឲ្យគាត់អាចរស់រានមានជីវិតពីហេតុការណ៍ទាំងនោះបានចំណែកទីតាំងកើតហេតុវាមិនមែនជាផ្ទះសំណាក់ទ្រុឌទ្រោមនៅកណ្ដាលព្រៃស្ងាត់នោះទេវាជាផ្ទះសំណាក់មួយដែលស្ថិតនៅកណ្ដាលទីក្រុងបើយើងមើលពីក្រៅទៅវាដូចជាធម្មតាបំផុតប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំថាកន្លែងណាដែលគួរឲ្យខ្លាចបំផុតមិនមែនជាទីកន្លែងដែលស្ងាត់នោះទេតែជាកន្លែងដែលមានមនុស្សចេញចូលច្រើនប៉ុន្តែបើជាមានអ្វីមួយសំងំនៅទីនោះរងចាំយើងរាប់ឆ្នាំបន្ទប់នោះត្រូវបានតុបតែងដោយពណ៌ស្លេកមានក្លិនផ្អាប់នៃម៉ាស៊ីនត្រជាក់ដែលទំនងមិនត្រូវបានលាងក្នុងរយៈពេលយូរមានគ្រែឈើមួយដែលមានចន្លោះក្រោមគ្រែធំទូលាយធំល្មមសម្រាប់ឲ្យរូបរាងកាយមនុស្សឬអ្វីមួយដែលមិនមែនជាមនុស្សអាចលាក់ខ្លួនបានយ៉ាងជិតល្អរឿងនេះបានកើតឡើងកាលពីមួយឆ្នាំមុននៅពេលនោះសឹងបានធ្វើដំណើរត្រឡប់មកពីខេត្តកោះកុងវិញដៃរបស់គាត់កាន់យួរគ្រឿងសមុទ្រស្រស់ៗជាច្រើនបំណងយកទៅផ្ញើសង្សាររបស់គាត់ប៉ុន្តែអ្វីដែលជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវនេះគឺជាការកុហកសឹងបានប្រាប់អ្នកផ្ទះថាថ្ងៃនេះគាត់មិនទាន់ទៅផ្ទះទេស្អែកបានគាត់ទៅដល់ផ្ទះមូលហេតុគឺសាមញ្ញណាស់គឺគាត់ចង់ឆ្លៀតពេលផ្អែមល្ហែមជាមួយសង្សារតាមបែបយុវវ័យពេលរសៀលជ្រាជ្រែសឹងនិងសង្សារបានមកដល់ផ្ទះសំណាក់មួយនោះពេលឈានជើងចូលដល់បន្ទប់ដំបូងអារម្មណ៍របស់ពួកគាត់គឺវាស្ងាត់ខ្លាំងណាស់ស្ងាត់ខុសពីធម្មតាបន្ទប់មានសភាពស្អាតបាតតែបរិយាកាសដូចជាធ្ងន់ធ្ងរខ្លាំងណាស់ពេលកំពុងតែអង្គុយលេងនិងមានភាពស្និទ្ធស្នាលជាមួយគ្នាតែពីរនាក់ស្រាប់តែសង្សាររបស់សឹងដែលជានារីដែលមានញាណពិសេសឬងាយដឹងអំពីរឿងភ្លើងងងឹតបាននិយាយទាំងទឹកមុខស្លេកស្លាំងថាបងអូនមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងនៅក្រោមគ្រែសឹងនៅពេលនោះរៀងស្រឡាំងកាំងដែរគាត់ព្យាយាមទៅមើលក្រោមគ្រែតែវាងងឹតអារម្មណ៍ពេលនោះគឺដូចជាមានភ្នែកមួយគូកំពុងតែសម្លឹងមើលពួកគេពីទីងងឹតនៃក្រោមគ្រែនោះពួកគេក៏សម្រេចចិត្តបញ្ឈប់សកម្មភាពស្និទ្ធស្នាលទាំងអស់អារម្មណ៍រ៉ូមែនទិកបានប្រែទៅជាការសង្ស័យនិងការភ័យខ្លាចតិចលុះដល់ពេលយប់បន្តិចសង្សាររបស់គាត់ក៏ត្រូវត្រឡប់ទៅផ្ទះវិញដោយទុកឲ្យសឹងនៅម្នាក់ឯងនៅក្នុងបន្ទប់នោះម៉ោងប្រហែលជា 9 យប់សឹងនៅតែម្នាក់ឯងភាពស្ងប់ស្ងាត់ចាប់ផ្ដើមលេបត្របាក់បន្ទប់ទាំងមូលត្រាប់តែម៉ាស៊ីនត្រជាក់ដែលកំពុងតែដំណើរការល្អៗក៏ចាប់ផ្ដើមលាន់សំឡេងនិងលែងត្រជាក់សឹងព្យាយាមយកតេឡេមកចុចបញ្ជាតែវាមិនដំណើរការសោះដោយមានការធុញថប់សឹងក៏ចុះទៅខាងក្រោមដើម្បីសុំដូរតេឡេថ្មី នៅពេលដែលគាត់ចុះតាមជណ្ដើរ
សូម្បីតែសំឡេងជើងរបស់គាត់ក៏លាន់ខ្ទរខ្លាំងដែរពេលទៅដល់បន្ទប់ទទួលភ្ញៀវអ្វីដែលធ្វើឲ្យសឹងចាប់អារម្មណ៍ខ្លាំងហើយព្រឺសម្បល់ដោយមិនដឹងខ្លួននោះគឺកន្លែងទទួលភ្ញៀវមិនមែនមានតែរូបភាពតាំងលម្អប៉ុណ្ណោះទេរូបព្រះពុទ្ធនិងវត្ថុស័ក្តិសិទ្ធិជាច្រើនអង្គត្រូវបានតម្កល់ទុកយ៉ាងច្រើនខុសពីធម្មតាតាមជំនឿខ្មែរបើកន្លែងរកស៊ីធម្មតាគេដាក់តាំងរូបព្រះពុទ្ធមួយអង្គឬពីរអង្គគឺគ្រប់គ្រាន់ហើយប៉ុន្តែបើដាក់ច្រើនអង្គដល់ថ្នាក់នេះមានន័យថានៅទីនោះធ្លាប់មានរឿងមិនល្អឬក៏មានម្ចាស់ដែលកាចសាហាវណាស់ទើបត្រូវការរបស់ការពារខ្លាំងបែបនេះអ្នកទទួលភ្ញៀវនៅទីនោះក៏បានមកមើលសឹងដោយក្រសែភ្នែកស្ងៀមស្ងាត់ហាក់ដូចជាចង់និយាយអ្វីមួយម្យ៉ាងតែមិនហ៊ាននិយាយសឹងបានត្រឹមតែឆ្ងល់នៅក្នុងចិត្តរួចក៏យកតេឡេថ្មីទៅបន្ទប់វិញដោយមិនដឹងថារាត្រីដ៏វែងឆ្ងាយទើបតែចាប់ផ្ដើមតែប៉ុណ្ណោះម៉ោង 11 យប់សឹងចាប់ផ្ដើមងងុយដេកគាត់ក៏ទម្លាក់ខ្លួនទៅលើគ្រែដោយអារម្មណ៍ហេវហត់ភ្នែករបស់គាត់បានបិទជិតប៉ុន្តែស្មារតីរបស់គាត់ហាក់ដូចជានៅភ្ញាក់នៅឡើយគាត់ស្ថិតនៅក្នុងស្ថានភាពពាក់កណ្ដាលដេកពាក់កណ្ដាលភ្ញាក់ភ្លាមនោះអារម្មណ៍ត្រជាក់មួយបានបក់មកប៉ះខ្លួនគាត់មិនមែនជាម៉ាស៊ីនត្រជាក់ទេតែជាភាពត្រជាក់ដែលចូលមកដល់ឆ្អឹងគាត់មានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងតែលូនចេញពីក្រោមគ្រែរបស់គាត់សំឡេងនោះលាន់ឮសូរក្រឹកក្រឹកដូចជាមនុស្សអូសខ្លួនចេញពីអិតរំពេចនោះមានរូបរាងស្រមោលអ្វីម្យ៉ាងបានងើបឈរឡើងនៅចុងជើងរបស់គាត់វាខ្ពស់ខុសពីមនុស្សធម្មតាខ្ពស់រហូតដល់ក្បាលរបស់វាប៉ះទៅដល់ពីដានបន្ទប់រាងកាយដ៏ខ្ពស់នោះក៏ចាប់ផ្ដើមបន្ទន់ខ្លួនអោនចុះមកសន្សឹមសំដៅមករកសឹមដែលកំពុងតែដេកគាំងដៃរបស់វាត្រជាក់ដូចទឹកកកវាបានមកសង្កត់ជាប់ដៃទាំងពីររបស់សឹងខំរើបំរាស់ខំស្រែកតែគ្មានសំឡេងចេញសំបីតែបន្តិចគាត់ឃើញច្បាស់ណាស់សក់របស់វាវែងអន្លាយមកប៉ះនឹងមុខរបស់គាត់ផ្ទៃមុខរបស់វាខ្សោះគ្មានឈាមស្លេកដូចក្រដាសអ្វីដែលគួរឲ្យខ្លាចជាងគេនោះគឺទឹកមុខនោះបង្ហាញអំពីភាពសោកសៅដូចជាចង់ប្រាប់ថាហេតុអ្វីមកដេកកន្លែងរបស់វាសឹងនៅពេលនោះគាត់ភ័យខ្លាំងណាស់តែគាត់មិនអាចធ្វើអ្វីបានទាំងអស់សូម្បីតែកម្រើកខ្លួននៅពេលដែលស្ថិតនៅក្នុងភាពតច្រកបែបនេះសឹងគាត់ក៏បាននឹកឃើញដល់ពិធីការពារខ្លួនមួយនោះគឺជាបាលីការពារខ្លួនមួយដែលគ្រូដែលល្បីឈ្មោះម្នាក់ធ្លាប់ឲ្យគាត់បានប្រមូលអារម្មណ៍ធ្វើសមាធិសូត្របាលីនៅក្នុងចិត្តគ្រាន់តែសូត្របាលីនោះចប់ខ្មោចនោះហាក់ដូចជាត្រូវខ្សែភ្លើងឆក់វាបានបញ្ចេញសំឡេងស្រែកឈឺយ៉ាងខ្លាំងរួចក៏ខ្ទាតចេញទៅបាត់ទៅក្រោយពីខ្មោចស្រីនោះរលាយបាត់ទៅសឹងក៏ភ្ញាក់ដឹងខ្លួនព្រើតញើសគាត់ហូរជោគពេញខ្លួនគាត់គិតថាចប់ហើយវាទៅបាត់ហើយដោយសារសឹងគាត់ជាមនុស្សមានចិត្តក្លាហាននិងចង់ដឹងដើម្បីឲ្យប្រកាសថាខ្មោចនោះទៅបាត់ហើយឬនៅគាត់ក៏បានអាចក្បាលរបស់គាត់ទៅមើលក្រោមគ្រែម្ដងទៀតដើម្បីបញ្ជាក់ថាគ្មានអ្វីទេនៅពេលនោះអ្នកទាំងអស់គ្នានេះជាកំហុសដ៏ធំបំផុតនៅក្រោមគ្រែដ៏ងងឹតនោះខ្មោចស្រីម្នាក់នោះកំពុងដេកផ្កាប់មុខហើយងើយក្បាលឡើងញញឹមស្ញែងដាក់សឹងស្នាមញញឹមនោះមិនមែនជាការញញឹមលេងសើចទេតែជាស្នាមញញឹមដែលរហែកមាត់ដ៏ត្រចៀកភ្នែកបើកធំសម្លឹងមកចំគាត់ហាក់ដូចជាចង់និយាយថាឯងកិច្ចមិនរួចនោះទេសឹងភាំងអស់រលីងប៉ុន្តែ
នេះហើយជាចំណុចពិសេសរបស់គាត់ជំនួសឲ្យការស្រែកឆោឡោគាត់បានតាំងសតិគាត់ធ្វើពុតជាមើលមិនឃើញគាត់បាននិយាយខ្លាំងៗតែម្នាក់ឯងដើម្បីបន្លប់ភាពភ័យខ្លាចយីអត់មានអីផងគាត់ក៏ងើបពីក្រែមួយទាំងញ័រទៅត្រើតទាញខោទាញអាវមកពាក់ហើយនិយាយបន្តទៀតថាចុះទៅរកទិញអីញ៉ាំសិនចាំមកគេងវិញគាត់ធ្វើដូចជាធម្មតាបំផុតទាំងដែរបេះដូងរបស់គាត់លោតចង់ទៅផ្ទុះទៅហើយនេះហើយជាសង្គ្រាមចិត្តសាស្ត្ររវាងមនុស្សនិងព្រលឹងសឹងបានចុះមកដល់ខាងក្រោមហើយចូលទៅប្រាប់កន្លែងទទួលភ្ញៀវដោយគាត់បាននិយាយថាយប់នេះខ្ញុំមិនដេកទេទុកអីវ៉ាន់ឲ្យខ្ញុំផងខ្ញុំបង់លុយថ្លៃបន្ទប់ហើយគាត់ក៏ប្រញាប់ដើរចេញពីទីនោះភ្លាមគ្រាន់តែដើរចេញមកដល់ផ្លូវពូម៉ូតូឌុបដែលចាំនៅទីនោះក៏សួរឡើងភ្លាមថាបងប្រុសបងត្រូវខ្មោចលងមែនទេសឹងភ្ញាក់ព្រាតយីមិនបានជាពូដឹងពូម៉ូតូឌុបតបទាំងសំឡេងស្ងួតថាមិនឲ្យដឹងមិនបងអើយរាល់យប់តែងតែមានអ្នករត់ចេញពីបន្ទប់ទាំងយប់បែបនេះឯងបងឯងសំណាងហើយដែលមានពេលស្លៀកពាក់ស្អាតបាតដើរចេញមកក្រៅកាលពីយប់មុននោះមានមនុស្ស4នាក់ចេញមកក្រៅស្លៀកតែកន្សែងទេរឿងរ៉ាវរបស់បងសឹងនេះបានបង្រៀនយើងនៅមេរៀនជាច្រើនទី1វិចារណញ្ញាណរបស់មនុស្សស្រីពាក្យដែលសង្សាររបស់សឹងនិយាយថាមានអារម្មណ៍ថាមានអ្វីនៅក្រោមគ្រែគឺជាសញ្ញាព្រមានដំបូងដែលមិនគួរមើលរំលងនោះឡើយទី2ការតាំងសតិប្រសិនបើជាសឹងភ័យស្លន់ស្លោនៅពេលដែលឃើញស្នាមញញឹមនៅក្រោមគ្រែគាត់អាចនឹងកាំងបេះដូងឬមានគ្រោះថ្នាក់ជាងនេះឯងការធ្វើចិត្តត្រជាក់គឺជាអាវុធដ៏សំខាន់ទី3ទីតាំងដែលមានប្រពុតច្រើនចូលប្រុងប្រយ័ត្នចំពោះទីតាំងអាជីវកម្មណាដែលមានការដាក់តាំងរូបព្រះពុទ្ធឬយន្តច្រើនខុសពីធម្មតាព្រោះវាអាចជាសញ្ញានៃការការពារអ្វីម្យ៉ាងដែលយើងមើលមិនឃើញបន្ទាប់ពីបានស្ដាប់រឿងនេះចប់សពគ្រប់ហើយតើបងប្អូននៅហ៊ានអើតមើលនៅក្រោមគ្រែមុនពេលចូលគេងទៀតដែរឬទេសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃតាមដានស្ដាប់វីដេអូនេះពីដើមដល់ចប់សូមជម្រាបលា